ជនីយដ្ឋានរបស់កាងហាន់បានបើកដំណើរការក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយនេះមានអ្នកភូមិជាច្រើនបានមកលេងនៅហេដ្ឋានស្ថានរបស់គាត់ប៉ុន្តែប្រមាណថ្ងៃប៉ុណ្ណោះឥឡូវនេះកាងហាន់ពិតជាទំនេរទាំងស្រុងនឹងបានត្រឹមតែមើលសត្វស្លាបតាមបង្អួចគាត់ប៉ុណ្ណោះគាត់ដឹងថាមិនមានអតិថិជនទេប៉ុន្តែគាត់នៅតែមានអារម្មណ៍ថាអន់ចិត្តបន្តិចចំពោះរឿងនេះចំណែកឯអបាយសវិញកំពុងមើលទូរទស្សន៍ដើម្បីបំបត្តិការអបសុខទូរទស្សន៍នេះគឺជាកាដូមួយប្រភេទពីអតិថិជនម្នាក់ដែលបានទុកចោលនៅទីនោះដោយនិយាយថាគាត់លេងប្រើប្រាស់វាទៅហើយកាងហាន់សម្រេចចិត្តទៅមើលវាតើបាយសកំពុងមើលអ្វីហើយក៏ឃើញថាវាកំពុងតែមើលការសម្ភាសន៍របស់ក្រុម idol មួយក្រុមកាងហាន់បានអានឈ្មោះក្រុមថាយូនីហើយគិតថាពួកគេដូចជាធ្លាប់ឮវានៅកន្លែងណាមួយពីមុនមកដែរក្នុងពេលជាមួយគ្នានោះមិត្តភក្តិរបស់កាងហាន់ដែលបានជួយសម្របសម្រួលគាត់ឲ្យមកតាំងទីលំនៅនៅក្នុងភូមិនេះកំពុងតែរវល់ជាមួយការងាររបស់គាត់ហើយតើការងាររបស់គាត់គឺជាអ្វីទៅគាត់គឺជាអ្នកសម្របសម្រួលឬគឺជាអ្នកគ្រប់គ្រងក្រុមរបស់ idol នេះដែលមានឈ្មោះថា UNSI នោះឯងគាត់បានសួរទៅកាន់ក្រុមស្រីៗថាតើពួកគេមានអារម្មណ៍ថាមានផាសុកភាពដែរទេក្នុងការធ្វើដំណើរទៅកាន់ទីតាំងនេះហើយពួកគេបានរអ៊ូថាវាដាច់ស្រយាលពេកព្រះអាទិត្យក្តៅខ្លាំងណាស់ហើយមានកណ្ដូបធំៗនៅទីនោះទៀតបរិសម្នាក់នោះបានសុំហៅគាត់ថាឈាមចុះសម្រាប់ពេលនេះគឺកំពុងតែហត់នឿយខ្លាំងណាស់គាត់ថែមទាំងមិនបានឮចម្លើយរបស់ពួកស្រីៗឡើយហើយបានប្រាប់ទៅពួកគេឲ្យធ្វើឲ្យបានល្អណាស់ឈាមចូលចិត្តធ្វើការងារដោយស្ងប់ស្ងាត់នៅក្នុងបន្ទប់ការិយាល័យរបស់គាត់ប៉ុន្តែវាមិនអាចទៅរួចទេជាមួយនឹងក្រុមស្រីៗដែលមិនចេះនៅស្ងៀមគាត់បានពិនិត្យមើលកាលបរិច្ឆេទរបស់គាត់ហើយបានរកឃើញថាគ្មានអ្វីត្រូវធ្វើទៀតទេនៅថ្ងៃនេះដោយសារតែការថតសម្ភាសន៍ត្រូវបានបញ្ចប់រួចរាល់ហើយដោយសារតែគាត់មានពេលទំនេរហើយនៅជិតភូមិរបស់កាងហាន់ផងនោះគាត់ក៏សម្រេចចិត្តទៅសួរសុខទុក្ខគាត់បានទូរស័ព្ទទៅកាន់កាងហាន់ហើយសួរថាតើគាត់នៅមានជីវិតដែរទេគាត់ប្រាប់ថាការថតទើបតែចប់ហើយគាត់នៅក្បែរនោះដូច្នេះគាត់នឹងចូលទៅញ៉ាំអីនៅពេលណាបន្តិចទៀតនេះវាហាក់បីដូចជាកាងហាន់មិនចង់ឲ្យគាត់មកទីនេះទេប៉ុន្តែឈាមនៅតែនិយាយថាកាងហាន់ថែមទាំងគ្មានភ្ញៀវសូម្បីតែម្នាក់ផងលើសពីនេះទៅទៀតគាត់គ្មានគម្រោងតែញ៉ាំអីនៅកន្លែងផ្សេងឡើយនៅពេលដែលមិត្តភក្តិរបស់គាត់ជាចុងភៅពួកស្រីៗបានឮរឿងនេះហើយពួកគេក៏ចាប់ផ្ដើមជជែកគ្នាលេងពីក្រោយខ្នងរបស់ចុងភៅរូបនោះនៅពេលដែលគម្រោងរបស់ឈាមរួចរាល់ពួកស្រីៗក៏បានរៀបចំគម្រោងសម្ងាត់មួយដែរឈាមបានទុកពួកស្រីៗចោលនៅជាមួយនឹងជំនួយការរបស់គាត់ហើយប្រាប់ពួកគេឲ្យធ្វើខ្លួនឲ្យល្អពួកគេបានធ្វើខ្លួនជាស្លូតត្រង់ហើយសួរថាគាត់ទៅណាពេលណាខ្លះដែលពួកគេមិនអាចធ្វើខ្លួនល្អនិងស្ដាប់បង្គាប់នោះជាមីម្រាមដៃគ្រប់គ្រាន់ដើម្បីរាប់ចំនួនហេតុការណ៍នោះទេប៉ុន្តែគាត់មិនចង់ប្រកែកជាមួយពួកគេឡើយដូច្នេះគាត់គ្រាន់តែបើកឡានទៅហើយប្រាប់ពួកគេថាគាត់នឹងជួបពួកគេនៅថ្ងៃស្អែកនៅពេលដែលពួកគេទើបតែចេញទៅភ្លាមពួកស្រីៗក៏បានឡើងលំពាត់ជំនួយការរបស់គាត់ហើយប្រាប់ឲ្យគាត់បើកឡានតាមចៅហ្វាយរបស់គាត់ជំនួយការបាននិយាយថាគាត់មិនអាចធ្វើបែបនោះបានទេប៉ុន្តែជាក់ស្ដែងគាត់ជាមនុស្សទន់ខ្សោយនិងងាយចោះចាញ់នឹងមន្តស្នេហ៍របស់ក្មេងស្រីស្អាតក្មេងស្រីស្រក់ទង់ដៃមើលទៅដូចជាប្រធានក្រុមរបស់ពួកគេបានប្រាប់គាត់ថាការសុំអភ័យទោសគឺវាជាការងាយស្រួលខ្លាំងណាស់ក្នុងការស្នើសុំការអនុញ្ញាតទោះបីជាយ៉ាងណាក៏ដោយទោះជាទស្សនវិជ្ជមានដ៏ល្អសម្រាប់ការរស់នៅក្នុងពេលជាមួយគ្នានោះកាងហាន់កំពុងតែជូតអិតនិងរអ៊ូររួមថាឈាមពិតជាអាត្មានិយមណាស់គាត់ពិតជាសប្បាយចិត្តទាល់តែសោះឈាមមកលេងគាត់ភ្លាមបែបនេះកាងហាន់និយាយថាតើមានអ្វីកើតឡើងប្រសិនបើគាត់រវល់នោះតាមពិតគាត់មិនរវល់ទាល់តែសោះប៉ុន្តែទោះជាយ៉ាងណាក៏ដោយគ្មានប្រយោជន៍អ្វីក្នុងការត្អូញត្អែរចំពោះរឿងនេះទៀតទេឥឡូវនេះដូច្នេះគាត់បានសម្រេចចិត្តធ្វើម្ហូបអ្វីមួយខណៈពេលដែលបាយសនៅតែមើលទូរទស្សន៍ទ្វារត្រូវបានធាក់បើកខណៈពេលដែលបុរសម្នាក់ដើរចូលភោជនីយដ្ឋានទាំង3មនុស្សទៀតនៅក្នុងដៃនោះគឺជាជីមដែលកំពុងខឹងសម្បារយ៉ាងខ្លាំងនឹងជំនួយការរបស់គាត់ដែលត្រូវបានចាប់បានថាលួចតាមដានគាត់ដោយឃើញបរិយាកាសតានតឹងបែបនេះកាងហាន់ឆ្ងល់ថាតើមានរឿងឈួតអ្វីកើតឡើងនឹងបន្ទាប់មកឈាមបានសុំទោសគាត់ដោយនិយាយថាមានភ្ញៀវដែលមិនចង់បានពី3នាក់បានមកជាមួយដែរភ្ញៀវដែលមិនចង់បានទាំងនោះណែនាំខ្លួនយ៉ាងរីករាយថាជាក្រុម UNIS មិនយូរប៉ុន្មានពួកស្រីៗបានចាប់ផ្ដើមចូលទៅអែបអបនិងព្យាយាមលេងជាមួយនឹងបាយសប៉ុន្តែវាបែរជារត់គេចពីពួកគេម្យ៉ាងវិញទៀតគាត់នៅតែមិនចង់ជឿថាភោជនីយដ្ឋានដ៏សាមញ្ញរបស់គាត់ដែលមានទីតាំងនៅតំបន់ដាច់ស្រយាលបំផុតនៃប្រទេសបែរជាត្រូវបានចូលរួមទស្សនាដោយក្រុម idol ទៅវិញបន្ទាប់ពីនោះមកជាបានស្ដីប្រដៅពួកស្រីៗដោយគាត់បាននិយាយថាពួកគេហាក់ដូចជាមានចិត្តក្លាហានពេកហើយនៅពេលថ្មីៗនេះហើយពួកគេសួរថាតើពួកគេធ្លាប់គិតពីផលវិបាកនៃទង្វើរបស់ពួកគេដែរឬទេពួកស្រីៗមិនហ៊ានសូម្បីតែប្រឈមមុខនឹងគាត់ឡើយហើយជីមដែលកំពុងខឹងសម្បារយ៉ាងខ្លាំងគាត់បានប្រាប់ឲ្យពួក
គេឆ្លើយតបនឹងគាត់ពួកគេបានត្រឹមតែសុំទោសហើយជាមបានឲ្យប្រៅហើយជាមបានប្រាប់ពួកគេឲ្យត្រឡប់ទៅវិញជាបន្ទាន់កាងហាន់យល់ពីស្ថានភាពនេះហើយបន្ទាប់មកក៏បានក្រឡេកមើលជំនួយការរបស់ជាមដែលកំពុងតែយំនៅកាច់ជ្រុងមួយគាត់មានអារម្មណ៍អាណិតអាសូរចំពោះបុរសដ៏កំសត់ម្នាក់នោះហើយជាមក៏បានប្រាប់ថាដោយសារតែគ្រប់គ្នាបានមកដល់ទីនេះទៅហើយវាគួរតែល្អជាងបើពួកគេត្រឡប់ទៅវិញដោយមិនបានឆ្អែតជាមបានសួរទៅកាន់កាងហាន់ថាតើវាមិនអីទេឬពីព្រោះគាត់គិតថាមិនចង់ជឿថាកាងហាន់ព្រមទទួលយកស្ថានភាពដែលកណ្ដឹកស្រាលមិនដល់បែបនេះឡើយព្រោះកាងហាន់ធ្លាប់តែជាមនុស្សស្ងប់ស្ងាត់និងស្អប់ការបង្កការរំខានឬឡូឡាយ៉ាងខ្លាំងនៅក្នុងស្ថានភាពបែបនេះក្នុងពេលជាមួយគ្នានេះកាងហាន់បានសួរពួកស្រីៗថាតើមានអ្វីដែលពួកគេកំពុងឃ្លានដែរឬទេហើយពួកគេបានរៀបរាប់ពីអាហារហឹរនិងខ្លាញ់មួយចំនួនរីឯជំនួយការវិញក៏បានប្រាប់ពួកគេឲ្យប្រុងប្រយ័ត្នចំពោះរបបអាហាររបស់ពួកគេព្រោះពួកគេនៅតែបន្តផ្សព្វផ្សាយយកកម្មវិធីថ្មីរបស់ពួកគេនៅឡើយជាមធ្លាប់គិតថាកាងហាន់ប្រហែលជាបាត់បង់ស្មារតីហើយនៅពេលដែលគាត់សម្រេចចិត្តផ្លាស់ប្ដូរមករស់នៅជនបទដើម្បីសម្រាប់ព្យាបាលផ្លូវចិត្តទោះជាយ៉ាងណាក៏ដោយឥឡូវនេះគាត់ហាក់ដូចជាបានផ្លាស់ប្ដូរហើយលើពីនេះគាត់ក៏ចាប់អារម្មណ៍នឹងបាយសហើយឆ្ងល់ថាតើឆ្កែនេះនៅទីនេះជាប្រចាំមែនទេក្នុងពេលជាមួយគ្នានោះដែរកាងហាន់បានដើរទៅកាន់ផ្ទះបាយហើយគិតថាតើគាត់គួររៀបចំអាហារអ្វីខ្លះដើម្បីឲ្យផ្គាប់ចិត្តអ្នកគ្រប់គ្នាគាត់ចង់ឲ្យគេមានអារម្មណ៍ថាឆ្អែតឆ្អន់និងរីករាយដោយសារតែពួកគេបានធ្វើដំណើរមកពីឆ្ងាយទីក្រុងឯណោះជាដំបូងគាត់សម្រេចចិត្តពិនិត្យមើលគ្រឿងផ្សំដែលគាត់មានហើយបើកទូទឹកកកដែលនៅទីនោះគាត់ទទួលបានគំនិតដ៏ល្អមួយគំនិតនោះគឺប្រើប្រាស់ប៉េងប៉ោះទុំក្រហមឆ្អិនឆ្អៅមួយចំនួនគាត់ចាប់ផ្ដើមហាន់ខ្ទឹមបារាំងដោយក្រមនិងរៀបចំអាហារសម្រាប់ពួកស្រីៗនៅក្នុងផ្ទះបាយគាត់បានដាក់សាច់ទៀនឲ្យលាន់ចូលឆេបនៅក្នុងផ្ទះមួយចំនួនគាត់បានបំពងខ្ទឹមសគាត់បានឈូសឈីសហើយគិតថាគាត់ត្រូវតែធ្វើម្ហូបដែលភ្ញៀវរបស់គាត់ចូលចិត្តប៉ុន្តែវាគួរតែសម្បូរទៅដោយសារធាតុចិញ្ចឹមនិងរសជាតិដ៏ឈ្ងុយឆ្ងាញ់មិនយូរប៉ុន្មានអាហារត្រូវបានរៀបចំរួចរាល់ហើយគាត់បានយកវាទៅជូនពួកស្រីៗដែលពួកគេមិនអាចទប់ចិត្តនឹងភាពរីករាយរបស់ពួកគេបានឡើយនៅពេលដែលឃើញរបស់ដែលកាងហាន់បានធ្វើគឺជាផាស្តាប៉េងប៉ោះនិងសាឡាដស្តេកសម្រាប់ពួកគេពួកស្រីៗបានចាប់អារម្មណ៍ថតរូបយ៉ាងអន្ទះសារហើយបន្ទាប់មកចាប់ផ្ដើមញ៉ាំអាហារនោះក្មេងស្រីសក់ទង់ដែងដែលមានការចាប់ផ្ដើមយ៉ាងខ្លាំងចំពោះរសជាតិនៃផាស្តាប៉េងប៉ោះនោះនាងនិយាយថានាងមិនសូវបានញ៉ាំផាស្តាប៉ុន្មានទេលេងតែប្រភេទរសឬគ្រីមផាស្តាប៉ុន្តែទៅជាលក់ប៉េងប៉ោះផាស្តានៅក្នុងម្ហូបនេះគឺពិតជាឆ្ងាញ់ខ្លាំងណាស់ក្មេងស្រីដែលមានសក់ពណ៌ទន់ដែងនិយាយដោយកោតសម្គាល់ថាបន្លែនៅក្នុងសាឡាត់គឺពិតជាស្រស់ហើយសាច់ក៏ទន់ល្អណាស់ដែរកាងហាន់បានប្រាប់ទៅកាន់ជីមថាគាត់មានបំណងរៀបចំអាហារសម្រន់នេះឡើងហើយបានសូមឲ្យគាត់ឲ្យពួកស្រីៗរីករាយនឹងអាហាររបស់ពួកគេដោយសន្តិភាពគាត់បានតបវិញថាគាត់ក៏មិនមានបំណងចង់និយាយអ្វីឡើយទោះជាយ៉ាងណាក៏ដោយនៅពេលដែលពួកគេកំពុងញ៉ាំអាហារនៅម្ខាងទៀតនៃតុក្មេងស្រីស្រក់ក្រហមកំពុងស្រក់ទឹកភ្នែកដោយក្តីរំភើបដែលឆ្ងល់ថាហេតុអ្វីបានជានាងមិនដែលបានញ៉ាំអ្វីដែលឆ្ងាញ់បែបនេះពីមុនមកឥឡូវនេះក្មេងស្រីស្រក់ពណ៌ស្វាយដែលនៅជិតនាងកំពុងចាប់ផ្ដើមខឹងសម្បាព្រោះតែអាហារនេះឆ្ងាញ់ពេកមិត្តភក្តិរបស់នាងបានប្រាប់នាងថានាងគួរតែញ៉ាំវាឲ្យបានច្រើនជាងមុនជាងខឹងបែបនេះពួកគេនិយាយថាពួកគេមិនដែលបានដឹងថានឹងទទួលបានឱកាសមួយផ្សេងទៀតដើម្បីញ៉ាំអាហារដ៏អស្ចារ្យបែបនេះនៅឡើយទេកាងហាន់បានលួចសំណឹងទៅមើលជីមដោយខ្សែភ្នែករិះគន់ហើយសួរថាតើគាត់កំពុងធ្វើបាបឲ្យពួកស្រីៗអត់ឃ្លានមែនទេជីមបានឆ្លើយតបថាទោះជាវាងាយនឹងយល់ច្រឡំលើស្ថានភាពនេះក៏ដោយក៏គាត់មិនដែលបណ្ដាលឲ្យពួកគេអត់ឃ្លាននោះឡើយបន្ទាប់មកកាងហាន់ក៏បានប្រាប់គាត់ឲ្យញ៉ាំដែរទៅព្រោះជំនួយការរបស់គាត់កំពុងតែរីករាយនឹងអាហាររបស់គាត់រួចទៅហើយកាងហាន់បានធ្វើផាស្តាវងហ្គូឡេតស្រាលសម្រាប់ជីមដោយសារតែគាត់ត្រូវបើកឡានទៅដល់ទីក្រុងសេអ៊ូលហើយគាត់មិនគួរងងុយគេងពេលធ្វើដំណើរត្រឡប់ទៅវិញនោះទេជីមពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងនេះពីព្រោះគាត់មិននឹកស្មានថាកាងហាន់នឹងគិតគូរពីគាត់បែបនេះទេរំពេចនោះក៏ស្រាប់តែនឹកឃើញគំនិតមួយហើយក៏ចាប់ផ្ដើមចាប់ស្មារបស់កាងហាន់រួចសួរថាគាត់ធ្វើល្អដាក់គាត់បែបនេះដោយសារតែគាត់ចិត្តស្លាប់មែនទេកាងហាន់បានសួរដោយត្រឡប់ទៅវិញថាដោយសំឡេងត្រជាក់ស្រទុំថាតើគាត់មើលទៅដូចជាមនុស្សដែលមានជំងឺធ្ងន់ធ្ងរចិត្តស្លាប់មែនទេបន្ទាប់មកពួកស្រីៗបានសរសើរអាហាររបស់កាងហាន់ហើយនិយាយថាវាស្ថិតនៅក្នុងកម្រិតមួយផ្សេងទៀតដែលប្រៀបធៀបទៅនឹងអ្វីៗដែលពួកគេធ្លាប់បានញ៉ាំពីមុនមកកាងហាន់បានឆ្លើយតបថាគាត់នឹងធ្វើម្ហូបអ្វីមួយដែលកាន់តែឆ្ងាញ់ជាងនេះសម្រាប់ពួកគេនៅពេលដែលពួកគេមកលេងគាត់ហើយក្មេងស្រីសក់ទង់ដែងដែលកំពុងនិយាយយ៉ាងរីករាយថានឹងត្រឡប់មកវិញជាមិនខានថែមទាំងហៅឈ្មោះរបស់កាងហាន់ផ្ទាល់តែម្ដងដែលធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគាត់មិនដែលបានណែនាំខ្លួនប្រាប់ពួកគេឡើយពួកស្រីៗបានឡើងឡានហើយប្រាប់កាងហាន់ថាគាត់នឹងម្ហូបរបស់គាត់មើលទៅពិតជាអស្ចារ្យជាងក្នុងរូបភាពឬវីដេអូទៅទៀតហើយពួកគេនិយាយថាពួកគេនឹងជួបគាត់នៅពេលក្រ
ក្រោយបន្ទាប់មកពួកគេបានចាប់ផ្ដើមចាក់ចេញទៅគាត់បានប្រាប់គាត់បានសួរទៅកាន់ជាមទាំងភ័យព្រួយថាតើពួកស្រីៗសួរគាត់ឲ្យរបៀបណាហើយជាមបានឆ្លើយតបថាពួកគេតែងតែមើលវីដេអូចម្អិនអាហាររបស់កាំងហាន់នៅពេលពួកគេឃ្លានដូច្នេះវាច្បាស់ណាស់ថាពួកគេច្បាស់ជាស្គាល់គាត់មិនខានបន្ទាប់ពីនិយាយរួចជាមក៏បានឡើងឡានរបស់គាត់ហើយកាំងហាន់បានប្រាប់គាត់ថាឲ្យផ្ដល់ដំណឹងជាមុនផងនៅពេលក្រោយដែលគាត់សម្រេចចិត្តមកលេងជាមគ្រាន់តែសួរគាត់ថាគាត់សម្រាប់ព្យាបាលផ្លូវចិត្តរបស់គាត់ទៅជាយ៉ាងណាហើយកាំងហាន់បានញញឹមនឹងនិយាយថាវាទៅជាល្អធម្មតាទេនៅពេលបន្ទាប់គាត់បានយកកង់របស់គាត់ទៅផ្សារទំនើបក្នុងស្រុកដោយមានវាយរ៉ាយនៅក្នុងកន្ត្រកមានផ្សារទំនើបតែមួយគាត់នៅជិតភូមិនោះហើយក្រៅពីនោះគឺស្ថិតនៅក្នុងទីក្រុងក្បែរនោះទាំងអស់គាត់បានឈប់នៅខាងក្រៅហាងហើយសម្រាប់ចូលទិញស្លឹមជាច្រើននៅពីទីនោះគាត់បានចូលទៅក្នុងហាងហើយបានផ្ដល់ហើយបានឃើញស្ត្រីស្បែកស្រអាប់ម្នាក់កំពុងធ្វើការនៅទីនោះកាំងហាន់គិតថានាងគឺជាកូនប្រសារស្រីរបស់ស្ត្រីចំណាំម្នាក់គាត់បានឃើញនាងនៅទីនោះកាលពីលើកមុនស្ត្រីរូបនោះបានសួរគាត់ថាតើគាត់កំពុងស្វែងរកអ្វីជាក់លាក់ដែរឬទេហើយគាត់បានអរគុណនាងមុននឹងនិយាយថាគាត់នឹងដើរមើលដោយខ្លួនឯងគាត់បានដើរទៅផ្នែកបន្លែហើយបានរកឃើញថាថ្ងៃនេះពួកគេមិនមានគ្រឿងផ្សំប្រចាំថ្ងៃឡើយហើយនោះគឺជាបញ្ហាពីព្រោះលោកយាយផាកតែងតែកំងផាស្តាប្រចាំថ្ងៃខណៈពេលដែលស្ត្រីរូបនោះក៏បានប្រាប់គាត់ថាបច្ចុប្បន្នពួកគេមានតែស្លឹកខ្ទឹមតែប៉ុណ្ណោះកាំងហាន់សម្រេចចិត្តទៅរកមើលផ្សារទំនើបធំជាងនេះគាត់បានចាកចេញពីហាងទៅដោយនិយាយថាគាត់នឹងមកនៅពេលក្រោយហើយនៅពេលដែលគាត់ទើបតែឈានជើងចេញពីខាងក្រៅគាត់ក៏បានឃើញក្មេងៗមួយចំនួនកំពុងឆ្លោះគ្នាក្មេងប្រុសម្នាក់និងក្មេងស្រីម្នាក់បានចាប់សក់គ្នាទៅវិញទៅមកហើយពួកគេកំពុងតែជេរប្រមាថគ្នាទៅវិញទៅមកខណៈពេលដែលពួកគេកំពុងសុំឲ្យម្ខាងទៀតលែងដៃមុនក្មេងប្រុសនិយាយថាគាត់មិនចង់លេងជាមួយនាងទេហើយក្មេងស្រីនោះក៏បានតបវិញដូចគ្នានាងហៅគាត់ថាជាមនុស្សអួតអាងហើយក្មេងប្រុសម្នាក់នោះបានស្រែកថានាងមិនខុសពីក្មេងដទៃទៀតនៅទីនេះទេគាត់បានស្រែកដាក់នាងឲ្យត្រឡប់ទៅប្រទេសរបស់នាងវិញហើយក្មេងស្រីនោះក៏ស្រឡាញ់កាំងនឹងនិយាយមិនចេញឡើយtrongពេលនោះកាំងហាន់បានទៅដល់ទីនោះហើយចាប់ផ្ដើមបំបែកពួកគេចេញពីគ្នាទាំងប្រាប់ពួកគេថាឲ្យឈប់ឆ្លោះគ្នាទៅគាត់បានប្រាប់ក្មេងប្រុសនោះកុំឲ្យរើអាងពូជសាសហើយបានប្រាប់ក្មេងប្រុសនោះឲ្យដកពាក្យសម្ដីទាំងនោះវិញព្រោះគាត់នឹងត្រូវស្ដាយក្តៅនៅពេលក្រោយភ្លាមនោះស្ត្រីនៅក្នុងហាងក៏បានរត់ចេញមកខាងក្រៅហើយនាងមានការផិតភ័យយ៉ាងខ្លាំងនៅពេលដែលឃើញកូនស្រីរបស់នាងនៅទីនោះនាងក៏បានហៅឈ្មោះកូនស្រីរបស់នាងថាមីហើយក្មេងស្រីនោះក៏បានរត់ទៅរកនាងរួចចាប់ផ្ដើមយំកាំងហាន់គិតថាដោយសារតែម្ដាយរបស់ក្មេងស្រីនៅទីនោះហើយការងាររបស់គាត់ត្រូវបានបញ្ចប់ហើយក្មេងប្រុសដែលរើសអាងនោះបានរើសដៃរួចហើយពីគាត់ហើយរត់គេចខ្លួនទៅបាត់ទៅបន្ទាប់មកស្ត្រីនោះបានអរគុណកាំងហាន់សម្រាប់ជំនួយរបស់កូនស្រីរបស់នាងហើយគាត់បាននិយាយថាគាត់មិនបានធ្វើអ្វីច្រើនទេបន្ទាប់មកគាត់បានសួរថាតើម៉ាងមិនអីទេឬហើយស្ត្រីម្នាក់នោះបានឆ្លើយថាទើបតែគេងលក់បានឆ្លើយថានាងទើបតែគេងលក់នាងបានបន្ទោសខ្លួនឯងចំពោះបញ្ហាទាំងអស់នោះហើយកាំងហាន់មានការសន្សល់និងឆ្ងល់តើត្រូវនិយាយអ្វីខ្លះគាត់ព្យាយាមបញ្ចុះបញ្ចូលនាងថាវាគ្រាន់តែជាការស្ដីបន្ទោសឆ្លោះគ្នាប្រកែកបន្តិចបន្តួចរបស់ក្មេងៗប៉ុណ្ណោះប៉ុន្តែបន្ទាប់មកស្ត្រីរូបនោះក៏បានណែនាំខ្លួននាងថានាងនិយាយថានាងមានឈ្មោះថាយុងហើយនាងមកពីប្រទេសវៀតណាមយុងជឿថាកូនស្រីរបស់នាងត្រូវបានគេធ្វើបាបដោយសារតែនាងជាជនបរទេសកាំងហាន់ដឹងថានេះគឺជាបញ្ហារសើបហើយគាត់មិនអាចនិយាយថាការធ្វើប្រហែសនេះបានទេគាត់គ្រាន់តែនៅស្ងៀមដូច្នេះយុងក៏បាននិយាយមុននាងបានបញ្ជាក់ថានាងដឹងថាកាំងហាន់ជាអ្នកណាទោះជាយ៉ាងណាក៏ដោយអ្វីៗដែលនាងដឹងពីគាត់ឬគ្រាន់តែគាត់បើកភោជនីយដ្ឋាននៅម្ខាងទៀតនៃភូមិប៉ុណ្ណោះស្រាប់តែនាងបានសួរគាត់ថាតើគាត់អាចជួយបង្រៀននាងពីរបៀបចម្អិនអាហារបានដែរឬទេហើយកាំងហាន់បានត្រឹមតែបើកភ្នែកធំៗសម្លឹងមើលនាងគាត់បានសួរនាងថាតើនាងចង់បានន័យដូចម្តេចហើយយន់បានប្រាប់ទៅគាត់ថាចេះតែធ្វើតែម្ហូបវៀតណាមប៉ុណ្ណោះនាងបានបង្ហើបថាឆ្នាំនេះមីចង់អញ្ជើញមិត្តភ័ក្តិទាំងអស់របស់នាងមកចូលរួមកម្មវិធីខួបកំណើតរបស់នាងហេតុនេះហើយបានជាយងចង់រៀបចំម្ហូបកូរ៉េសម្រាប់ពួកគេពាក្យសម្ដីរបស់នាងមានឥទ្ធិពលយ៉ាងខ្លាំងចំពោះចិត្តរបស់កាំងហាន់ហើយសូម្បីតែបន្ទាប់ពីគាត់ត្រឡប់មកផ្ទះវិញក៏ដោយក៏គាត់នៅតែគិតអំពីរឿងទាំងនោះប៉ុន្មានគាត់បានមានអារម្មណ៍ពីភាពស្មោះត្រង់នៅក្នុងក្រសែភ្នែករបស់យ៉ាងដូច្នេះគាត់គ្មានជំរឿអ្វីក្រៅពីយល់ព្រមតាមសំណើរបស់នាងឡើយទោះជាយ៉ាងណាក៏ដោយឥឡូវនេះគាត់មានអារម្មណ៍ថាអាក់អន់ចិត្តបន្តិចព្រោះគាត់យល់ពីមូលហេតុដែលយ៉ាងសូមជំនួយពីគាត់ដឹងថាមូលហេតុដែលនាងចង់ធ្វើម្ហូបកូរ៉េគឺដើម្បីកុំឲ្យក្មេងៗដទៃទៀតសើចចំអកឲ្យកូនស្រីរបស់នាងគំនិតនេះធ្វើឲ្យកាំង
ងហានមានការខកចិត្តយ៉ាងខ្លាំងដោយសារតែហេតុផលមួយចំនួនហើយរំលេចនោះស្រាប់តែគាត់ឃើញឲ្យបាយសកំពុងព្យាយាមចូលមកជិតគាត់កាងហានគិតថានេះគឺជាខណៈពេលដ៏ផ្អែមល្ហែមមួយដែលកូនឆ្កែរបស់គាត់កំពុងលួងលោមគាត់ប៉ុន្តែបាយសគឺជាសត្វតូចដ៏លោភលន់មួយក្បាលដែលចង់បានតែចំណីរបស់វាប៉ុណ្ណោះវាក៏បានរកឃើញកំពុងពងត្រីខាវៀណាដ៏មានតម្លៃថ្លៃនិងប្រណិតមួយកំពុងហើយវាចង់ឲ្យកាងហានបើកវាយវាស៊ីកាងហានភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសួរថាតើវាទៅរកឃើញនៅឯណាបាយសនិយាយថានេះមិនឆ្ងាញ់ទេបើវាបរិភោគចេញពីកំប៉ុងភ្លាមប៉ុន្តែឆ្កែដ៏ប្រងើយកន្តើយព្រោះវាគ្មានប្រយោជន៍សម្រាប់វានៅពេលនេះគាត់បើកកំប៉ុងខណៈពេលកំពុងសម្លឹងមើលឆ្កែដែលខកចិត្តដោយនិយាយថាវាតែងតែមករកគាត់សូមជំនួយនៅពេលដែលតាក់ទងនឹងអាហារនេះគឺជាគ្រាមួយទៀតនៃការត្រាស់ដឹងរបស់កាងហាន់ហើយគាត់ដឹងថាការសុំជំនួយនៅពេលដែលអ្នកត្រូវការគឺវាជារឿងត្រឹមត្រូវដែលត្រូវធ្វើប៉ុន្តែមិនយូរប៉ុន្មានគាត់ក៏សម្រេចចិត្តសុំជំនួយពីនរណាម្នាក់ផងដែរព្រោះនៅពាក់កណ្ដាលថ្ងៃគាត់កាន់កញ្ចក់មួយដែលមានគ្រឿងផ្សំមួយចំនួនហើយសម្រេចចិត្តទៅជួបអ្នកជិតខាងម្នាក់ជឿថាគាត់ដឹងថាត្រូវនិយាយជាមួយអ្នកណាក្នុងស្ថានភាពបែបនេះហើយនោះគឺជាមនុស្សដែលគួរឲ្យទុកចិត្តដែលដឹងច្រើនអំពីមនុស្សផ្សេងទៀតនៅក្នុងហើយចុចកណ្ដឹងទ្វារហើយមិនយូរប៉ុន្មានទ្វារក៏បើកហើយស៊ូចាន់ស្ត្រីមានផ្ទៃពោះក៏ទទួលគាត់នាងភ្ញាក់ផ្អើលដែលឃើញគាត់ហើយនិយាយថាវាពិតជាមិននឹកស្មានដល់ដែលគាត់មកលេងពួកគេខ្ញុំក៏ភ្ញាក់ផ្អើលដែរខ្ញុំគិតថាគាត់នឹងទៅជួបមេភូមិកាងហាន់ប្រាប់ស៊ូចាន់ថាមានអ្វីមួយដែលគាត់ចង់ស្ដាប់យោបល់របស់នាងហើយនាងក៏ស្វាគមន៍គាត់ចូលធ្វើឲ្យកាងហាន់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមេភូមិក៏កំពុងអង្គុយនៅខាងក្នុងដែរហើយខ្ញុំត្រូវការនិយាយថាខ្ញុំចូលចិត្តការកំណត់ពេលវេលារបស់បុរសម្នាក់នេះមេភូមិក៏ស្រែកយ៉ាងខ្លាំងទៅកាន់កាងហាន់ថាគាត់គួរតែមកផ្ទះគាត់ប្រសិនបើគាត់ត្រូវការជំនួយដំបូងមានរបស់គាត់កាងហាន់សួរគាត់ថាគាត់មកធ្វើអ្វីនៅទីនេះហើយបុរសចំណាស់ក៏ឆ្លើយថាគាត់មកផឹកស្រាមិនយូរប៉ុន្មានកាងហាន់ប្រាប់គ្រប់គ្នាអំពីបញ្ហារបស់គាត់ចប់គាត់អះអាងថាគាត់កំពុងគិតអំពីម្ហូបដែលគាត់អាចបង្រៀនយូណានសម្រាប់ពិធីខួបកំណើតកូនស្រីរបស់នាងស៊ូជុនឆ្លើយថានាងក៏ស្គាល់ស្ត្រីមកពីផ្សារទំនើបដែរនាងក៏បានឃើញក្មេងស្រីនោះមីដើរលេងជាមួយក្មេងប្រុសម្នាក់ឈ្មោះថាសាងូបន្ទាប់ពីរៀន2-3 ដងកាងហាន់ភ្ញាក់ផ្អើលបានឮថាក្មេងៗទៅសាលាតែមួយហើយថាពួកគេជាមិត្តភក្តិប្តីរបស់ស៊ូហ្កាឈ្មោះមីងហូប្រាប់គាត់ថាដោយសារតែសាលាមានតែមួយនៅជុំវិញភូមិក្មេងៗទាំងអស់ទៅសាលារៀនតែមួយគាត់ក៏បន្ថែមថាខណៈពេលដែលកំពុងនិយាយថាហ៊ូនិងម៉ាជាមិត្តភក្តិពួកគេមិនមានអាយុដូចគ្នាទេមានក្មេងតិចជាង20នាក់នៅទូទាំងសាលាដូច្នេះពួកគេមានតែមួយថ្នាក់ប៉ុណ្ណោះកាងហាន់យល់ឥឡូវនេះថាសាលាមានតែថ្នាក់មួយរួមសម្រាប់សិស្សគ្រប់គ្នាបន្ទាប់មកស៊ូចាន់និយាយថានាងអាចយល់ពីអារម្មណ៍ដែលយូហ្គានត្រូវតែមានអារម្មណ៍បន្ទាប់ពីអ្វីដែលកើតឡើងចំពោះមីនាងអាលែងដៃលើពោះរបស់នាងហើយនិយាយថានាងនឹងធ្វើដូចគ្នាសម្រាប់កូនរបស់នាងកាងហានគិតយ៉ាងជ្រៅអំពីពាក្យរបស់នាងហើយគិតថាឪពុកម្ដាយគ្រប់រូបប្រាថ្នាចង់ឲ្យកូនរបស់ពួកគេអាចរស់នៅបានដោយគ្មានការព្រួយបារម្ភបន្ទាប់មកគាត់និយាយថាគួរតែបង្រៀនយូហ្គានអ្វីមួយដែលអាចរៀនបានឆាប់រហ័សប៉ុន្តែមេភូមិហៅគំនិតរបស់គាត់ថាមិនសមហេតុផលគាត់ស្នើឲ្យកាងហាន់ធ្វើផ្ទះបាយគាត់សុំឲ្យគាត់ប្រាប់យ៉ានឲ្យធ្វើម្ហូបវៀតណាមជំនួសវិញកាងហាន់ភ្ញាក់ផ្អើលដែលបានឮដូច្នេះហើយនិយាយថាហេតុផលអ្វីយ៉ានចង់ឲ្យរៀនធ្វើម្ហូបកូរ៉េគឺដើម្បីកូនស្រីរបស់នាងប៉ុន្តែមេភូមិនៅតែរឹងគាត់ជឿថាការព្យាយាមបង្ខំខ្លួនឲ្យសម្របនឹងអ្នកដទៃអាចជះឥទ្ធិពលអវិជ្ជមានដល់មី